តើបងប្អូនតើអើយថ្ងៃនេះគឺខ្ញុំនាំបងប្អូនទៅមើលម៉ូតសក់អើយឈូសបន្ទិញជើងខ្ពស់អញ្ចឹងណាបងប្អូនហ្នឹងហើយអើយភ្ញៀវគាត់កំងកាត់សក់ម៉ូតតាមរូបអញ្ចឹងណាបងប្អូនហ្នឹងហើយធ្លាប់តែរាល់ដងធ្វើវីដេអូម៉ូតសក់ Pro V ម៉ូតសក់ឡុងសុងអីចឹងណាបងប្អូនអញ្ចឹងទេថ្ងៃនេះគឺយើងផ្លាច់អារម្មណ៍មកមើលពីម៉ូតសក់របៀបឈូសបន្ទិញជើងខ្ពស់វិញម្ដងបងប្អូនហ្នឹងហើយថានេះគឺជាតម្រងសក់ដែលយើងអត់តាន់កាត់បងប្អូនណាឥឡូវយើងចាប់ផ្ដើមកាត់ហើយបងប្អូនគឺជាដំបូងឡើយគឺយើងប្រើតំណប់លេខ1សិនមកបងប្អូនដើម្បីយើងឈូសអាប្របែកអាប៉ោងចោលអញ្ចឹងណាបងប្អូនហ្នឹងហើយងាយស្រួលក្នុងការយើងឈូសបណ្ដេញអើយ5ម៉ាទ័រអត់តំណប់បងប្អូនហ្នឹងហើយជាទម្លាប់ឡើយគឺខ្ញុំច្រើនតែប្រើតំណប់លេខ1បងប្អូនណាដើម្បីឈូសប៉ោងចោលសិនបងប្អូនហ្នឹងហើយងាយស្រួលក្នុងការយើងឈូសបណ្ដេញបងប្អូនអាចកាត់តាមវិធីខ្ញុំងាយស្រួលមែនទេបងប្អូនឥឡូវបន្ទាប់ពីយើងប្រើតំណប់លេខ1ហើយគឺយើងចាប់ផ្ដើម5ម៉ាទ័រឈូសបណ្ដេញម្ដងបងប្អូនណានឹងអត់មានតំណប់ទេបងប្អូនគេហៅ X7 អញ្ចឹងណាបងប្អូនហ្នឹងហើយម៉ូទ័រនេះគឺងាយស្រួលកាត់មែនទេបងប្អូនវាស្រាលបងប្អូនហើយអត់លឺស្នូទេបងប្អូនអានេះសម្រាប់យើងឈូសបណ្ដេញអញ្ចឹងណាបងប្អូនយើងយកស្រមោលយកអីយើងប្រើម៉ូទ័រ X7 បានបងប្អូនហ្នឹងហើយគឺយើងឆ្កឹះមកបងប្អូននៅកន្លុកកលៀតកន្លែងណាដែលថាស្បែកវាអត់ស្មើគ្នាជាយើងឆ្កឹះមកបងប្អូនយើងរៀងប្រឆិតម៉ូទ័រអញ្ចឹងណាបងប្អូនហ្នឹងហើយដល់ពេលផ្នែកពីក្រោមនេះគឺយើងប្រើម៉ូទ័រ X7 ដូចគ្នាបងប្អូនគ្រាន់ថាយើងមូវាអញ្ចឹងបងប្អូនឲ្យវាស៊ីដាច់ជាងមុនអញ្ចឹងទៅបងប្អូនហ្នឹងហើយឥឡូវបន្ទាប់ពីយើងស៊ីហើយអញ្ចឹងទៅគឺយើងចាប់ផ្ដើមកោហើយបងប្អូនហ្នឹងហើយមុននឹងកោនេះផងដែរគឺសូមបងប្អូនបាញ់ទឹកផងណាបងប្អូនណាដោយសារបើថាយើងអត់បាញ់ទេវាអាចនឹងដូចថាកោទៅរៀងឈឺអញ្ចឹងណាដោយសារស្បែកភ្ញៀវខ្លះណាម្នាក់ទៅគាត់រៀងក្រៀមរៀងអីអញ្ចឹងទៅដល់ពេលយើងអត់បាញ់ទឹកវាធ្វើឲ្យឈឺយើងកោទៅវាឈឺអញ្ចឹងណាបងប្អូនអញ្ចឹងទេក៏យើងបាញ់ទឹកមកបងប្អូនហ្នឹងហើយបងប្អូននេះជាទម្លាប់ឡើយដោយសារខ្ញុំគឺទម្លាប់កោអញ្ចឹងគឺខ្ញុំជ្រឹបអត់បានស្អាតដូចបងប្អូនមួយចំនួនដែលគាត់ធ្លាប់តែជ្រឹបហើយបងប្អូនហ្នឹងហើយអាហ្នឹងគឺជាតិចនិចរបស់គាត់ជ្រឹបហើយគឺហើយស្អាតតែម្ដងតែសម្រាប់ខ្ញុំគឺខ្ញុំត្រូវតែកោម្សាទៀតអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងមិនថាជាងម្នាក់គឺខុសគ្នាបងប្អូនណាហ្នឹងហើយគ្រាន់ថាអ្នកដៃថ្មីគាត់យកតិចនិចទៅបងប្អូនយកតិចនិចនេះបន្តិចជាងបន្តិចទៅយកមកផ្សំគ្នាទៅដើម្បីបានចំណេះជំនាញអញ្ចឹងណាបងប្អូនហ្នឹងហើយឥឡូវយើងចាប់ផ្ដើមកាត់ផ្នែកពីលើវិញម្ដងបងប្អូនផ្នែកពីលើគឺយើងយកចុងទេបងប្អូនដោយសារសក់ហ្នឹងគឺគាត់ឲ្យបកមកក្រោយអញ្ចឹងណាបងប្អូនសក់នេះផងដែរបើថាយើងវាយសារ៉ាបងប្អូនមកហ្មងហើយសក់គាត់គឺថាអត់បាក់ភ្លីទេបងប្អូនហ្នឹងហើយបងប្អូនមើលជាក់ស្ដែងបានថាកាត់ឲ្យឡើងសង្ហាតែម្ដងបងប្អូននេះឃើញណាយើងយកខ្ពស់អញ្ចឹងបងប្អូនហើយសម្រាប់ផ្នែកពីលើគឺយើងបកជារៀងអញ្ចឹងបងប្អូនតែសម្រាប់ខ្ញុំនេះគឺផ្នែកពីមុខនេះខ្ញុំអត់ជ្រឹបទេបងប្អូនដោយសារគាត់រៀងឆក់ពីសងខាងអញ្ចឹងទៅយើងអត់ជ្រឹបទៀតទេបងប្អូនមកថាយើងជ្រឹបវាមើលទៅវាស៊ីរឹតតែខ្លាំងអញ្ចឹងណាបងប្អូនហើយផ្នែកជារៀងនេះគឺយើងអត់បានឆូតភ្លីឆូតអីទេបងប្អូនយើងយកបាត់សុភាពដែរគ្រាន់ថាជើងសក់នេះយើងយកបណ្ដេញជើងខ្ពស់អញ្ចឹងណាបងប្អូនអានេះគឺជាសមិទ្ធផលដែលយើងទទួលបានឃើញថាកាត់ហើយឃើញថាស្រស់សង្ហាតែម្ដងបងប្អូនអ្នកឃើញហ្មងបងប្អូនអញ្ចឹងទេមួយណាចាប់អារម្មណ៍មុតសក់ឈូបណ្ដេញអាចមកកាត់បានបងប្អូនកាត់ហើយឃើញថាសង្ហាជិះជាបែបអញ្ចឹងបងប្អូននឹងចាំកាលមកមួយយើងបដូរ style ម៉ូតឈូបណ្ដេញទាំងអស់គ្នា